ភ្លើងចូលនោះភ្លើងមិនវល់វិញបង220 ចូលដោយសារតែម៉ាស៊ីនហ្នឹងវាអត់អាចបដូរភាសាបានទេអញ្ចឹងក៏ប្រើតាមការចំណាំអត់ចេះក៏អត់ចេះហ្នឹងហើយអញ្ចឹងយើងបើកដំបូងមកវាចេញអញ្ចឹងហើយអញ្ចឹងយើងយកអាហ្នឹងមកពេលយើងយកអាហ្នឹងយើងចុចអញ្ចឹងទៅហ្នឹងហើយសម្រាប់ចរន្តដែលយើងផ្ដល់ឲ្យ200អាំពែហើយអានេះរយៈពេលនាទីចេញទៅនេះរយៈពេលនេះយើងអាចបដូរបានហើយបានន័យថា delay រយៈពេលក្នុងការឲ្យចេញទិន្នន័យចេញបាន10សង្ឃឹមហ្នឹងយើងចង់ delay វាហ្នឹងសុំដងទៀតបងពីដើមបន្តិចពីដើមបាទហ្នឹងអត់មានអង់គ្លេសចឹងហ្នឹងហើយអញ្ចឹងអានេះដំបងឡើយពេលយើងបើកមកយើងឃើញអញ្ចឹងហ្នឹងហើយអញ្ចឹងយើងយកពាក្យហ្នឹងទៅពាក្យហ្នឹងតែអញ្ចឹងចាយើងចុចលើហ្នឹងមកចាតែពេលឥឡូវហ្នឹងវាចរន្តបានន័យថាគេ set up ឲ្យហើយស្រាប់អីហ្នឹងហើយតែពេលដល់ឥឡូវនេះមានន័យថា delay រយៈពេលក្នុងការយើងដើម្បីឲ្យវាចេញទិន្នន័យអញ្ចឹងណាអាហ្នឹងក៏យើងអាចចរន្តនេះអាហ្នឹងអាស្រ័យទៅលើចរន្តរបស់ទូ switch gear យើងមែនមកដល់ទូ switch gear 300អាំពែយើងដាក់ចរន្ត300អាំពែដែរឬក៏យើងតែដាក់ចរន្តតែ200អាំពែទេអត់ផងអាហ្នឹងដោយសារតែហ្នឹងហើយគេ set នៅលើនឹងស្រាប់ក្នុងការ set ហ្នឹងវាមាន50មាន100 150ហើយ200ហ្នឹងហើយសម្រាប់ឧបករណ៍មួយហ្នឹងមាន50មាន100មាន150និង200អូខេតម្លៃដែលវាចេញមកនោះវាខុសលំអៀងគេតែបន្តិចទេបើយើងយក50វាលំអៀងតែបន្តិចជាមួយនឹង100ណាយើងចង់បានយកអាបានបានអូខេគឺអត់ធំ200ហ្នឹងឬក៏ចាហើយឥឡូវនេះយើងក៏អាចដូរបានដែរបើយើងចង់ដូរយើងចុចវានៅលើហ្នឹងមកពេលយើងចុចមកបានន័យថាយើងដល់អាខ្មៅហ្នឹងនៅឡើយណាយើងសេរីអាហ្នឹងទៅបើយើងអត់ចង់បានអាមួយហ្នឹងទេយើង enter ទៀតទៅអញ្ចឹងអាឡើយនេះដូរបានចឹងដល់លេខ2លេខ3អញ្ចឹងណាហ្នឹង enter ទៀតទៅហើយដល់ពេលយើង enter ទៅដល់ខ្មៅទាំងអស់ចាំយើងសេរីដូរតទៀតអញ្ចឹងឡើយនេះមានថាយើងតែអូខេអញ្ចឹងណាហ្នឹងអត់ទៅអានេះដល់ពេលបាញ់យើង10សង្ឃឹមហ្នឹងវាឈប់ហ្នឹងហើយគេ96ចុច23វីដេអូចុះបាន100ហ្នឹងវាខំចា200វីដេអូចឹងចាំតែផ្ដល់ឲ្យហ្នឹងវា202.81អាំពែហ្នឹងមែនបងចាហ្នឹងហើយវាអត់ថេវាហ្នឹងវាប្រែប្រួលដូចហ្វានេះវាប៉ុណ្ណឹងហ្វានោះវាលំអៀងគ្នាបន្តិចវាមានអូខេចាតែដូរថាហើយតែពេលយើងចង់ដូរអីយើងចុច reset មកបានន័យថាយើងមកកន្លែងដើមវាវិញបាទចុះខាងក្រោមខាងក្រោមហ្នឹងដឹងអីទេបងហ្នឹងក៏មើល menu ដែរហ្នឹងហើយតនហើយសារចិនពួកខ្ញុំតនបកចូល Google Translate អូខេមានក្រោមនោះមានរបស់នេះដែរ